chọc ấy vì buôn này nè mà nó vì buôn thì em than chồng ta luôn mua hoang là lớn nhóm vẽ mua chìm tàu để bàn tay nhóm nó khơi là bộ quan chứ nhóm chỉ lâu bộ quan Ciclo គឺជាមធ្យោបាយធ្វើដំណើរសម្រាប់មនុស្សរាប់ទសវត្សរ៍មកហើយក៏ប៉ុន្តែនៅពេលបច្ចុប្បន្ននេះការនិយមប្រើ Ciclo កំពុងប្រឈមនឹងការបាត់បង់ពីប្រទេសកម្ពុជាដោយសារតែការរីកចម្រើននៃមធ្យោបាយធ្វើដំណើរតាមបែបទំនើបនៅចន្លោះពីឆ្នាំ 1950 ដល់ឆ្នាំ 1970 ពលក្នុងសម័យសង្គមរាជនិយមដឹកនាំដោយព្រះបាទសម្ដេចនរោត្តមសីហនុ Ciclo បានប្រែក្លាយទៅជាមធ្យោបាយដឹកជញ្ជូនដ៏ពេញនិយមនៅក្នុងរាជធានីភ្នំពេញក៏ប៉ុន្តែដោយសារការឆ្លងកាត់សម័យកាលជាបន្តបន្ទាប់ជាពិសេសស្ថិតក្នុងសម័យទំនើបនេះដោយជំនួសមកវិញដូចជាម៉ូតូកង់3រថយន្តតាក់ស៊ីជាដើមបច្ចុប្បន្ន Ciclo ស្ទើរតែក្លាយទៅជាមធ្យោបាយមួយដែលត្រូវបានគេបំភ្លេចចោលទៅហើយផ្ទុយទៅវិញ Ciclo បានប្រែក្លាយពីមធ្យោបាយដឹកជញ្ជូនដ៏មមាញឹកក្នុងសម័យអតីតកាលមកជាសម្ភារៈដែលត្រូវរក្សាទុកជាប្រវត្តិសាស្ត្រនិងប្រើសម្រាប់តែវិស័យទេសចរចំពោះអ្នកដែលស្រឡាញ់ការជិះ Ciclo ជាដំណើរកម្សាន្តក្នុងទីក្រុងប៉ុណ្ណោះប្រាប់គេហទំព័រ Prestart Cambodia កាលពីថ្ងៃទី 12 កញ្ញា Buzeri ដែលមានវ័យ 43 ឆ្នាំ នៅសង្កាត់ផ្សារកណ្ដាលមួយខណ្ឌដូនពេញរាជធានីភ្នំពេញជាអ្នកធាក់ Ciclo អស់រយៈពេល 15 ឆ្នាំមកហើយបានឲ្យដឹងថាបច្ចុប្បន្ននេះការធ្លាក់ចំណូលរបស់នាងបានធ្លាក់ដែលពុំធ្លាប់មានប្រភពបន្តថាការបាត់បង់ចំណូលនេះដោយសារការមិនសូវមានអ្នកនិយមជិះដូចមុនឡើយក្រៅពីម៉ួយរបស់នាងនឹងភ្ញៀវទេសចរបរទេសម្យ៉ាងវិញទៀតមធ្យោបាយធ្វើដំណើរតាមបែបទំនើបក៏មានច្រើនផងដែរពីមុនវាអត់ទាន់មានកង់3មានផាសាប់អីអាហ្នឹងអាចមានមួយថ្ងៃរកបានកម្រៃប្រហែលជា 4-5 ម៉ឺន 4-5 ម៉ឺនហ្នឹងទៅតែឥឡូវដល់មានជាច្រើនចប់ហើយពីពុនហ្នឹងមកឡូវពីពុនតែខ្ញុំថាចំទឹកខ្លួនមួងឥឡូវហ្នឹងបើតាមកញ្ញា Buzeri ការបន្តក្រាញនានានឹងរបរធាក់ Ciclo មួយនេះនោះក៏ព្រោះតែចិត្តស្រឡាញ់និងចង់អភិរក្សផលិតផលព្រមទាំងវប្បធម៌បែបខ្មែរមួយនេះដើម្បីឲ្យមនុស្សជំនាន់ក្រោយបានស្គាល់សារីបានអំពាវនាវឲ្យភ្ញៀវជាតិនិងអន្តរជាតិជួយគាំទ្រដល់អ្នកដែលមានរបរធាក់ Ciclo ដូចជារូគីមិនមែនប្រឌិតទេគឺរបស់ខ្មែរសូមជួយជិះតាផងបើមិនជួយជិះអញ្ចឹងដាច់បាយហើយហាក់មិនខុសគ្នាទេបរិះដែលមានវ័យ 69 ឆ្នាំឈ្មោះញើឌឿមកពីខេត្តស្វាយរៀងត្អូញត្អែថាសប្តាហ៍ថ្ងៃនេះរបរធាក់ Ciclo ពិតជាជួបការលំបាកខ្លាំងចំណូលពេលខ្លះរកមិនបាន 10000 រៀលផងតែថ្ងៃខ្លះមានភ្ញៀវជិះរូគេអាចទទួលបានចំណូលពីរបរនេះចន្លោះពី 10000 ទៅ 20000 រៀលដែរក្នុងមួយថ្ងៃប្រកបអាជីពជាអ្នកធាក់ Ciclo នេះតាំងពីឆ្នាំ 2000 មកលោកញើឌឿបានបន្ថែមថាមិនដឹងទៅរករបរអ្វីក្រៅពីធាក់ Ciclo នោះទេបើទោះបីជាបច្ចុប្បន្ននេះមិនសូវមានភ្ញៀវជិះក៏ដោយហើយការរកចំណូលតាមរយៈការធាក់ Ciclo របស់លោកសប្តាហ៍ថ្ងៃមិនបានច្រើនប៉ុន្មានទេពលគឺបានគ្រាន់តែដោះស្រាយជីវភាពដែលកំពុងជួបការខ្វះខាតបានខ្លះៗជាងធ្លាប់រចឹងហើយនឹងទៅរអីទៀតចំណាស់នេះហើយរទៅដំណងទៅមួយយើងទៅយើងមួយកម្លាំងយើងយ៉ាងទៅយ៉ាងទៅធ្លាប់រចឹងហើយយើងបានយើងអត់ទេបាន10000អីសល់17000ប៉ុន្តែយើងនៅផ្ទះខ្ញុំនឹងរកអីហាក់មិនខុសគ្នាទេលោកស៊ិនសមេតដែលមានវ័យ 67 ឆ្នាំនឹងចាប់របរជាអ្នកធាក់ Ciclo តាំងពីឆ្នាំ 1980 មកក៏ឯកភាពដែរថាបើធៀបជាមួយនឹងកាលពី 40 ឆ្នាំមុនបច្ចុប្បន្ននេះជាអ្នកធាក់ Ciclo ដូចជារូបលោករកកម្រៃសឹងមិនបានទិញបាយទទួលទានផងក្នុងមួយថ្ងៃមានស្រុកកំណើតនៅខេត្តស្វាយរៀងនិងបន្តផ្សងព្រេងនៅក្នុងទីក្រុងភ្នំពេញដែលពឹងផ្អែកលើរបរធាក់ Ciclo អតីតយោធាខ្មែរក្រហមរូបនេះបានឲ្យដឹងថាអាចរកចំណូលបានសម្រាប់ចុងសប្តាហ៍ដោយមានភ្ញៀវបរទេសទេសចរពួកគេមានតម្រូវការជិះប្រភេទ Ciclo នេះហើយក្នុងមួយថ្ងៃរូបគេអាចរកចំណូលបានចន្លោះពី 30000 ទៅ 40000 រៀលដែរតាមស្ថានភាពភ្ញៀវជាក់ស្ដែងឥឡូវទៅបាននេះអត់ទៅបានកម្រៃទៅបាននៅថ្ងៃសៅរ៍ថ្ងៃអាទិត្យអញ្ចឹងវាទៅហៅទៅពងខែរីឯអ្នកស្រីវុធីអាយុជាង 50 ឆ្នាំជាអ្នកលក់បាយម្ហូបនៅមាត់ទន្លេបានប្រាប់ថាអ្នកស្រីចូលចិត្តជិះ Ciclo ជាងប្រើប្រាស់មធ្យោបាយផ្សេងមូលហេតុដោយសារតែសង្កេតឃើញថាបច្ចុប្បន្នមិនសូវមានអ្នកចាប់អារម្មណ៍ជិះ Ciclo ព្រោះអ្នកខ្លះគិតថាការធ្វើដំណើរតាមរយៈមធ្យោបាយនេះយឺតជាងមធ្យោបាយផ្សេងទៀតគូផ្សំនឹងមធ្យោបាយធ្វើដំណើរបច្ចុប្បន្នកាន់តែទំនើបនិងសម្បូរបែបផងខ្ញុំយល់ឃើញថាគាត់រកលុយអត់សូវបានអញ្ចឹងហើយខ្ញុំពាក់មួកជិះម៉ូតូទេប៉ុន្តែខ្ញុំ
នៅឃើញអាណិតពួកគាត់អញ្ចឹងខ្ញុំជីស្លូពួកគាត់ថានៅក្នុងផ្សារនៅខាងក្រៅផ្សារអីខ្ញុំឃើញស្លូខ្ញុំជីរហូតអញ្ចឹងទៅចា